ជំរាបសួរថ្ងៃនេះខ្ញុំចង់បង្ហាញតាក់ទងទៅនឹងថាតើរបាយការណ៍ល្អមួយគួរមានអ្វីខ្លះជាការពិតរបាយការណ៍ល្អមិនមែនត្រឹមតែដាក់ទិន្នន័យច្រើនប៉ុណ្ណោះទេតែត្រូវការជួយឲ្យអ្នកអានយល់ពីស្ថានភាពសង្កេតឃើញបញ្ហានិងសម្រេចចិត្តបានលឿនជាងមុន ចំណុចទី1គឺទាក់ទងទៅនឹងគោលបំណងច្បាស់លាស់មុនធ្វើរបាយការណ៍ត្រូវដឹងថារបាយការណ៍នោះធ្វើសម្រាប់អ្វីសម្រាប់ផ្នែកលក់សម្រាប់ហិរញ្ញវត្ថុទីផ្សារធនធានមនុស្សឬក៏ប្រតិបត្តិការចំពោះចំណុចទី2ទិន្នន័យត្រឹមត្រូវនិងស្អាតរបាយការណ៍ល្អត្រូវចាប់ផ្ដើមពីទិន្នន័យដែលបានសម្អាតត្រឹមត្រូវនិងគ្មានកំហុសដើម្បីឲ្យលទ្ធផលអាចទុកចិត្តបានចំពោះចំណុចទី3តាក់ទងទៅនឹងសូចនាករវាស់វែងសំខាន់គួរបង្ហាញលេខសំខាន់ដូចជាចំណូលថ្លៃដើមប្រាក់ចំណេញអតិថិជនប្រសិទ្ធភាពការងារកំណើនឬក៏ការសម្រេចគោលដៅចំពោះចំណុចទី4តាក់ទងទៅនឹង graphic និងតារាងសង្ខេបដែលនិយមការប្រើ graphic តារាងឬក៏តារាងសង្ខេបជួយឲ្យអ្នកអានមើលឃើញទិដ្ឋាការការប្រៀបធៀបនិងគំរូបានលឿនចំពោះចំណុចទី5ការយល់ដឹងស៊ីជម្រៅនិងការបកស្រាយរបាយការណ៍មិនគួរមានតែទិន្នន័យប៉ុណ្ណោះទេត្រូវមានការបកស្រាយថាលេខទាំងនោះមានន័យអ្វីនិងបង្ហាញពីបញ្ហាឬឱកាសអ្វីខ្លះទី6ការផ្ដល់យោបល់ជាសកម្មភាពរបាយការណ៍ល្អគួរបញ្ចប់ដោយយោបល់ឬចំណុចសកម្មភាពដែលអាចជួយឲ្យក្រុមការងារឬអ្នកគ្រប់គ្រងសម្រេចចិត្តបន្តបានសរុបមករបាយការណ៍ល្អគួរតែច្បាស់ងាយយល់មានការយល់ដឹងស៊ីជម្រៅនិងអាចជួយសម្រេចចិត្តបាន